វិតម្នាក់ការកើតនៅលើលោកនេះមិនមែនចេះតែមានសេចក្តីសុខនោះទេភាពលំបាកមិនមែនមានន័យថាមិនអាចទៅរួចនោះទេតែវាគ្រាន់តែមានន័យថាអ្នកត្រូវប្រឹងឡើងការងារអ្វីក៏ដោយទោះបីតូចក្តីធំក្តីប្រាក់ខែច្រើនក្តីតិចក្តីឲ្យត្រឹមត្រូវសុទ្ធតែជាការងារសុចរិតការងារសុចរិតទោះឥតសយុះប្រសើរជាងមុខងារខ្ពស់ហួសពីសមត្ថភាពមនុស្សមិនព្យាយាមនឹងក្រអ្វីគ្រប់យ៉ាងមនុស្សមិនប្រយ័ត្ននឹងក្រដូចគ្នាដែរមនុស្សមិនចេះគ្រប់ទោះមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណាក៏នៅតែប្រាថ្នាចង់បានក្នុងចិត្តពិតជាក្ររហូតហើយប៉ុន្តែបើមនុស្សមិនចេះគ្រប់នឹងសេចក្តីល្អវិញរឹងរត់តែប្រសើរជាងមនុស្សដទៃមេឃតែងធំភ្នំតែងខ្ពស់ជ្រោះតែងជ្រៅផ្លូវតែងវែងឆ្ងាយពេលវេលាវែងអន្លាយដើរហើយត្រូវគិតស្អែកមើលមិនឃើញទេរឿងជីវិតស្លាប់ឬរស់គ្រោះពិតគង់ជួបដូចគ្នាអ្នកចូលមានមេត្តាឲ្យដល់មនុស្សទូទៅប៉ុន្តែមិនត្រូវទុកចិត្តចំពោះមនុស្សទាំងអស់គ្នាឡើយយើងត្រូវតែមានបញ្ញាជាគូនឹងមេត្តាផងត្រូវចេះស្គាល់មនុស្សឲ្យបានល្អផងកុំស្គាល់តែមុខត្រូវស្គាល់ចិត្តដោយទង្វើសកម្មភាពពូជល្អក្រណាស់មិនងាយដុះពូជខុសផុសផលហួសប្រមាណសាងបនឥតពីចេះតែខានតែបើស្មាមានមិនខានសោះនាំមនុស្សឲ្យល្អដោយរែកថ្មដែរម្យ៉ាងទៀតប្រៀបថាដូចជាទឹកជ្រោះហូរឡើងទៅភ្នំជំរុំខ្ពស់ពិតជាមិនងាយសោះនឹងបានល្អរៀនពេញចិត្តនៅអ្វីដែលយើងមានកុំទាមទារនៅអ្វីដែលអត់ទើបយើងបានសុខព្រោះអ្វីដែលកើតឡើងសុទ្ធតែប្រព្រឹត្តទៅតាមហេតុកាលណាបើយើងស្គាល់ពីហេតុដែលបានច្បាស់លាស់នោះវាគ្មានអ្វីដែលអាចថាធ្វើឲ្យយើងកើតទុក្ខបានឡើយកុំយកកំហុសរបស់អ្នកដទៃមកធ្វើជាលេសថាខ្លួនឯងគ្រាន់បើជាងត្រូវប្រយ័ត្នពីការមាក់ងាយរបស់អ្នកដទៃព្រោះនាំឲ្យបាត់បង់មេត្តាចិត្តខ្លួនឯងសរុបសេចក្តីមកគឺយើងត្រូវសិក្សាអប់រំចិត្តដោយប្រើសច្ចធម៌ទៀងត្រង់មិនបំផ្លើសនឹងការពិត